សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីប្រារព្ធទិវាពិភពលោកកាកបាទក្រហមនិងអត្ថច័ន្ទក្រហម8ឧសភា2026សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីបានប្រារព្ធពិធីអបអរសាទរខួបលើកទី163ទិវាពិភពលោកកាកបាទក្រហមនិងអត្ថច័ន្ទក្រហម8ឧសភាឆ្នាំ2026ក្រៅមូលបត្របន្តរួមកម្លាំងដើម្បីមនុស្សធម៌ក្រោមអធិបតីភាពឯកឧត្តមអ្នកអង្គការអង្គស៊ីតាតវិរៈប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីឯកឧត្តមថងសវុនប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឯកឧត្តមម៉ែនងុយអនុប្រធានកិត្តិយសសាខាខេត្តរួមទាំងសមាជិកានិងសប្បុរសជនជាច្រើនរូបទៀតដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរីនាព្រឹកថ្ងៃអាទិត្យទី10ខែឧសភាឆ្នាំ2026ឯកឧត្តមថងសវុនបានមានប្រសាសន៍ថាដើម្បីអនុវត្តសកម្មភាពមនុស្សធម៌ក្នុងក្របខ័ណ្ឌផែនការយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជារហូតសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្ត្ររបស់ខ្លួនជូនជាតិនិងប្រជាជនរបស់យើងឯកឧត្តមបានថ្លែងអំណរគុណកោតសរសើរដោយស្មោះជូនចំពោះថ្នាក់ដឹកនាំមន្ត្រីបុគ្គលិកអ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមខេត្តព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ជានិច្ចកាលតែងតែបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញតួនាទីរបស់ខ្លួនឲ្យទទួលបាននូវជោគជ័យនិងសមិទ្ធផលដ៏ធំធេងឆ្លើយតបឲ្យបានទាន់ពេលវេលាក្នុងការជួយសង្គ្រោះជនរងគ្រោះប្រកបដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមលោកជំទាវអ្នកអង្គការលោកស្រីសប្បុរសជនអង្គការមិនមែនរដ្ឋាភិបាលជាតិនិងដៃគូសហប្រតិបត្តិការទាំងអស់ដែលបានចូលរួមគាំទ្រជាថវិកាសម្ភារៈស្មារតីនិងបច្ចេកទេសសម្រាប់ប្រតិបត្តិការមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីនៅគ្រប់កាលៈទេសៈឯកឧត្តមសាយមេងគឹមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្តមណ្ឌលគិរីក៏បានបញ្ជាក់ថាក្នុងឆ្នាំ2025-2026នេះសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីបានផ្ដល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះដោយប្រការផ្សេងៗសរុបជាង400គ្រួសារផ្សព្វផ្សាយពីសុខភាពមាតាទារកនិងកុមារដល់ប្រជាពលរដ្ឋតាមក្នុងផ្ទះនិងមណ្ឌលសុខភាពបណ្ដុំបណ្ដាលវិជាសង្គ្រោះបឋមជូនដល់យុវជនអ្នកស្ម័គ្រចិត្តមន្ត្រីបរិស្ថានបុគ្គលិកអង្គការសហគមន៍និងអ្នកស្ម័គ្រចិត្តតាមភូមិផ្សព្វផ្សាយការគ្រប់គ្រងគ្រោះមហន្តរាយជូនដល់ប្រជាពលរដ្ឋការកាត់បន្ថយថង់ប្លាស្ទិកសុវត្ថិភាពចរាចរណ៍ជួសជុលទឹកស្អាតជូនប្រជាពលរដ្ឋផ្សព្វផ្សាយពីវិធានការការពារជំងឺគ្រុនឈាមគ្រុនចាញ់និងជំងឺផ្សេងៗដល់ប្រជាពលរដ្ឋជាពិសេសបញ្ជ្រាបការលើកកម្ពស់ការយល់ដឹងពីវប្បធម៌អហិង្សានិងសន្តិភាពនិងការកាត់បន្ថយការរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញដល់យុវជនតាមសាលានិងផ្សព្វផ្សាយគោលការណ៍គ្រឹះកាកបាទក្រហមអត្ថច័ន្ទក្រហមដល់កងកម្លាំងយុវជននៅតាមសាលារៀនឯកឧត្តមបន្តថាសកម្មភាពមនុស្សធម៌នេះគឺជាការចូលរួមជួយជ្រោមជ្រែងនិងការជួយឧបត្ថម្ភគាំទ្រពីសប្បុរសជនទាំងអស់ដើម្បីឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីមានលទ្ធភាពអាចបំពេញបេសកកម្មជួយដល់ជនដែលរងគ្រោះនិងងាយរងគ្រោះនៅតាមមូលដ្ឋានបានទាន់ពេលវេលា